ទស្សនៈរបស់អេរ៉ាក្លីតដែលបានចាប់ផ្ដើមឡើងនៅឆ្នាំ550ដល់480មុនគ្រិស្តសករាជនិងប៉ាមេនីតដែលបានចាប់ផ្ដើមឡើងប្រហែល500ឆ្នាំមុនគ្រិស្តសករាជនៅប្រទេសក្រិកបុរាណប្រមាណជា500ឆ្នាំមុនគ្រិស្តសករាជមានសាលាទស្សនវិជ្ជាធំពីរគឺសាលាអេយ៉ូនដែលបានបង្កើតឡើងដោយអេរ៉ាក្លីតនិងសាលាអេលីអាតដែលបានបង្កើតឡើងដោយប៉ាមេនីតសាលាទាំងពីរសិក្សាពីការផ្លាស់ប្ដូររយៈពេលអ្វីដែលជាបណ្ដោះអាសន្ននិងអ្វីដែលជាអចិន្ត្រៃយ៍បណ្ដោះអាសន្នគឺស្ថិតនៅក្នុងពិភពនៃចំនួនច្រើនចំណែកឯអចិន្ត្រៃយ៍គឺស្ថិតនៅក្នុងពិភពនៃចំនួនតែមួយមានន័យថាមិនផ្លាស់ប្ដូរមិនអនន្តពោលគឺអ្វីដែលមិនប្រែប្រួលនៅក្នុងគណិតវិទ្យាសម័យកាលគឺមានអញ្ញត្តិពីរសងខាងដែលស្មើគ្នាតាមគោលការណ៍សម័យកាលឬគោលការណ៍មិនផ្ទុយគ្នាដូច្នេះប្រសិនបើមានការផ្លាស់ប្ដូរមានន័យថាវាផ្ទុយនឹងគោលការណ៍សម័យកាលហើយទស្សនៈរបស់អេរ៉ាក្លីតគឺផ្ដោតទៅលើការផ្លាស់ប្ដូរអេរ៉ាក្លីតចោទសួរសំណួរដែលលើកឡើងដោយសាឡាមីលេថាតើបន្ទាប់ពីមានការផ្លាស់ប្ដូរគេឃើញមាននៅសល់អ្វីចម្លើយគឺថាគឺការផ្លាស់ប្ដូរខ្លួនឯងអ្វីដែលអចិន្ត្រៃយ៍គឺការផ្លាស់ប្ដូរគឺជាភាវៈនៃអ្វីៗទាំងអស់ហើយអេរ៉ាក្លីតយល់ឃើញថាការផ្ទុយគ្នាគឺជាលក្ខខណ្ឌនៃអ្វីៗទាំងអស់ការប្រយុទ្ធគឺជាបិតានៃអ្វីៗទាំងអស់ហើយការប្រទាញប្រទង់គ្នារវាងការផ្ទុយគ្នានាំឲ្យមានតថភាពនេះគឺជាប្រភពដើមដូច្នេះអ្វីដែលជាសច្ចធម៌ឬជាតថភាពកើតឡើងពីការប្រយុទ្ធរវាងអ្វីដែលផ្ទុយគ្នាអេរ៉ាក្លីតសង្កត់ធ្ងន់ទៅលើបទពិសោធន៍នៃការផ្លាស់ប្ដូរគេមិនអាចមុជទឹកពីរដងនៅក្នុងទន្លេតែមួយបានឡើយនៅពេលដែលគេត្រឡប់មកមុជទឹកម្ដងទៀតទឹកពីពេលមុនហូរទៅឆ្ងាយបាត់ហើយនៅសល់តែទឹកទន្លេផ្សេងទៀតធាតុមួយដ៏សំខាន់នៃដំណើរការនេះគឺភ្លើងមិនមែនភ្លើងដែលដុតទេតែវាមានន័យថាជាមូលហេតុតក្កវិជ្ជាច្បាប់ដែលភាសាក្រិកថាជា logos ដែលនាំឲ្យមានតុល្យភាពនៅក្នុងការប្រយុទ្ធរវាងអ្វីដែលផ្ទុយគ្នាអត់មានអ្នកឈ្នះហើយក៏អត់មានអ្នកចាញ់ដែរការប្រយុទ្ធនេះស្ថិតនៅក្រោមច្បាប់តុល្យភាពដែលធ្វើឲ្យអ្វីទាំងអស់ត្រឡប់មកក្នុងសភាពភ្លើងដូចមុនគឺ logos ដូច្នេះទស្សនៈរបស់អេរ៉ាក្លីតផ្ដោតលើអ្វីដែលច្រើនអ្វីដែលផ្ទុយគ្នាការផ្លាស់ប្ដូរការប្រយុទ្ធនិងទឹកដែលហូរទៅហើយសារធាតុតែមួយដែលនៅសល់គឺការផ្លាស់ប្ដូរហើយអ្វីទាំងអស់គឺស្ថិតនៅក្រោមច្បាប់រួមមួយគឺ logos រីឯប៉ាមេនីតគឺជាទស្សនវិទូជំនាន់អេរ៉ាក្លីតដែរហើយក៏ជាគូបដិបករបស់គាត់ផងដែរប៉ាមេនីតបានបង្កើតសាលាអេលីអាតហើយជាទស្សនវិជ្ជាដែលផ្ដោតលើមូលដ្ឋាននៃតក្កវិជ្ជាគោលការណ៍ភាវៈគេអាចនិយាយថាគឺមានភាវៈតែគេមិនអាចនិយាយថាគឺជាអភិវៈបានឡើយដោយសារតែនេះគឺជាការផ្ទុយមូលហេតុនៃការគ្មានអភិវៈគឺជាការទាមទារនៃពុទ្ធិជីវ័នវិជ្ជាប៉ាមេនីតយល់ឃើញថាអត្ថិភាពមិនមែនជាទស្សនាទានអរូបីទេអត្ថិភាពគឺជានាមមួយដែលមានន័យទូលំទូលាយមានអាចកំបាំងនិងមានពុទ្ធិជ្រៅជ្រះក៏ប៉ុន្តែពិភពលោកយើងផ្លាស់ប្ដូរជានិច្ចប៉ាមេនីតបានបែងចែកវិទ្យាសាស្ត្រដែលជាពុទ្ធិពិតនៃភាវៈនៅក្នុងអត្តសញ្ញាណអចិន្ត្រៃយ៍របស់ខ្លួនពីចំណេះដឹងពីពិភពខាងក្រៅដែលយើងកំពុងរស់នៅប៉ាមេនីតហៅចំណេះដឹងពីពិភពខាងក្រៅនេះថាជាមតិយោបល់ដោយគាត់យល់ថាមតិយោបល់មានន័យថាមិនទាន់ដល់កម្រិតនៃសច្ចធម៌ឬចំណេះដឹងពិតនៅឡើយក៏ប៉ុន្តែមតិយោបល់ក៏មិនមែនជាអ្វីដែលមិនពិតដែរពោលគឺមានការឈានទៅរកការពិតដើម្បីឲ្យមនុស្សអាចរស់នៅដោយជាក់ស្ដែងដូច្នេះមតិយោបល់គឺស្ថិតនៅចំកណ្ដាលរវាងសច្ចធម៌និងការមិនពិតប៉ាមេនីតបានចាត់ទុកថាមតិយោបល់ជាចំណេះដឹងពីពិភពដែលបានផ្លាស់ប្ដូរដែលយើងជួបប្រទះនៅក្នុងបទពិសោធន៍របស់យើងចំពោះពុទ្ធិពិតនៃភាវៈគឺឈានដល់កម្រិតមួយដែលដាច់ខាតចំពោះប៉ាមេនីតវិញការផ្លាស់ប្ដូរមានន័យថាចន្លោះឬមានកន្លែងទទេចំណែកឯភាវៈវិញគឺជាសញ្ញាណមួយដែលពេញមិនអាចមានប្រហោងឬមានអ្វីនៅក្នុងនោះបានឡើយប្រសិនបើភាវៈជាសញ្ញាណមួយដែលពេញលេញដូច្នេះវាមិនអាចផ្លាស់ប្ដូរបានឡើយ